chọn hãy còn cù vì mất cùng chơi máu này thì cần mìnhอันนี้รูปอะตอมเหยื่ออะตอมโจ๊ก Photoshop ấy nè ហ្នឹងហើយសួស្តីអ្នកនរគ្នាអញ្ចឹងយើងជួបគ្នាវិញហើយដោយសារតែមួយរយៈនេះខ្ញុំរវល់ការងារខ្លាំងពេកអូខេអញ្ចឹងនេះដូចក្នុងវីដេអូមុនខ្ញុំនិយាយហ្នឹងគឺខ្ញុំនឹងនិយាយអំពី Profile Builder 4អញ្ចឹងឥឡូវឃើញចេញជំនាន់ទី4ហើយអញ្ចឹងយើងដូចជាមិនចាំនិយាយ Profile Builder 3ទៀតទេអូខេអញ្ចឹងតើ Profile Builder 4បើយើងប្រើវានៅក្នុងការងារប្រចាំថ្ងៃរាល់ថ្ងៃវាជំនួយគេខ្លះអញ្ចឹងអានេះខ្ញុំឧទាហរណ៍ឲ្យមើលមួយសិនទៅយ៉ាងមុនខ្ញុំបង្ហាញអញ្ចឹងឧបមាថានេះជាប្រឡោះពេដានអានេះជាប្រឡោះពេដានដែលយើងនឹងត្រូវគូរឬក៏យើងត្រូវមានការងារពេដានដែលយើងត្រូវ design ណាអញ្ចឹងនៅពេលដែលអ្នកនរគ្នាចង profile builder series នេះហើយនៅក្នុងការងារ render landscape យើងវា direct ទៅជាមួយនឹងរូបយើង render នេះហ្មងវាស្រួលណាបើយើងចងឲ្យហើយត្រូវអានេះក៏ខ្ញុំចងហើយណាអឺបើនេះអ្នកនាងត្រូវរៀនចងវាដោយខ្លួនឯងអញ្ចឹងដល់ពេលអ្នកនាងចងវាហើយទុកប្រើពេលក្រោយអឺការងារដែលខ្ញុំនិយាយថាយើងគូមួយคลิกពីរคลิกហ្នឹងនេះអញ្ចឹងបើខ្ញុំចងហើយគាត់គូវាមកគូចេញមកហើយនេះឬឲ្យហ្មងបើនេះតែបើយើងសិតពលឺនេះពលឺởក្នុងនេះហើយវាហើយនេះដែលអូតូហ្មងអញ្ចឹងអានេះយើងគ្រាន់តែគូឲ្យគេយើងគ្រាន់គូបិទវាមកហើយគេអញ្ចឹងយើងបានម៉ូដពីដានមកមួយគូអត់ដល់ប៉ុន្មាននាទីផងហើយយើងអត់ចាំបាច់អង្គុយឧស្សាហ៍នេះចុះឡើងរកជ្រីរកអីអញ្ចឹងអានេះគឺជាល្បឿនមួយក្នុងការគូឲ្យយើងលឿនព្រោះអាការងារនេះប្រាំ classic គឺវាមិនដែលទេគឺវាមានជ្រីនេះអញ្ចឹងនេះពីដាននេះមួយនិងជ្រីលើនេះមួយអញ្ចឹងទៅបើយើងតាមលេងអ្នកខ្លះក៏លេង Inox នេះយើងលេង Inox បានទៀតយើងលេង Inox នៅកន្លែង decor យើងនេះទៅឧបមាថានេះខ្ញុំចង់ដាក់ពណ៌ទឹកមាសវិញឬ rose gold នេះ rose gold ហើយឃើញទេអញ្ចឹងprofile builder screen គឺគឺវាមានតួនាទីអញ្ចឹងបើអ្នកនរគ្នាចងអាការងារនឹងត្រូវគឺវាលឿនអញ្ចឹងសម្រាប់ការងារពាក់ដាន decor អីអញ្ចឹងបើថាខ្ញុំឆ្លាញ់អានេះបុកវាចោលមកគឺអានេះខ្ញុំចងបានប្រមាណដែរវាមិនច្រើនពេកទេប៉ុន្តែអានេះវាជាគេថាការងារដែលត្រូវគូរាល់ថ្ងៃដែលអានេះសាមញ្ញធម្មតាអានេះភាគច្រើនយើងអឺពិដានផ្ទះភ្ញៀវយើងមួយចំនួននេះខ្លះយើងអត់លេងពិដានទេឬក៏យើងលេងអ៊ីណុកជុំវិញពិដានហ្នឹងបន្តិចហើយហើយពេលអានេះខ្ញុំអត់តាមបានចងភ្លើងcònខ្ញុំឆ្លៀតពេលខ្ញុំឲ្យឧទាហរណ៍មកនិយាយប្រាប់អ្នកបន្តិចទៅថា Profile Builder ស្រីការងារវាលឿនអញ្ចឹងឃើញទេបើន័យថាការងារយើងគូតែមួយคลิกពីរคลิกយើងនេះអីយើងហើយអីអញ្ចឹងស្រាប់តែតាមពិតអានេះគឺយើងទាមទារក្នុងការយើងយល់អាការងារជាក់ស្ដែងនេះហើយអឺយើងគូវាចេញមកវាទាមទារឲ្យយើងយល់ហើយយើងអនុវត្តអាការងារនេះដែរបានយើងគូអានេះចេញណាអញ្ចឹងនេះដូចនេះអីដែរ sorry យើងចង់ឲ្យគ្រាន់តែនេះមកម្ដងគូយកហ្មងឃើញទេ
ពេលនេះចោលមកមើល view ខ្ញុំចាប់អារម្មណ៍ថា GI ថ្មីនៅលើInkscape ណា4.7នេះដូចរឿងក្រនបាដែរតាតែមើលទៅទៀតខ្ញុំ render view នេះឲ្យមួយទៀតក្នុងវីដេអូនេះខ្ញុំអត់នឹងបង្ហាញអំពីរបៀបក្នុងការចងទេពីព្រោះview ទីមួយវីដេអូ view ខ្ញុំនឹងចាំធ្វើវានៅលើ channel YouTube របស់ខ្ញុំអញ្ចឹងបើអ្នកនរគ្នានេះអ្នកគ្នាទៅ subscribe channel YouTube របស់ខ្ញុំទៅហើយប្រហែលខ្ញុំនឹងផុសនៅលើ channel YouTube ព្រោះ view ការងារចងនេះយូរអ្នកដូចទូកៅអៅនេះអញ្ចឹងយើងគូទូកៅរត់ដងអានេះខ្ញុំចងបានប្រមាណនេះដែរគូទូទៅប្រមាណ1ម៉ែត្រទៅលេខ1ម៉ែត្រទៅ45នេះបានដល់ទៀតអញ្ចឹងអានេះនៅលើការងារJohnny Work ក៏យើងគូអានេះបានដែរអានេះបើយើងចងអានេះហើយនេះប្រើ plugin នេះមួយទៀតយើងដឹងចំនួនទៀតប៉ុន្តែនេះរឿងពាក់ព័ន្ធមួយ BOQ ទេអានឹងខ្ញុំអត់និយាយទេនេះខ្ញុំចង់និយាយថាបើយើងគូទូនេះមកគូទូអានេះយើងព្យួររ៉ូបមួយទៅអានេះគឺខាងសងខាងទៅបាទ1ម៉ែត្រហើយលឿនណាស់ទៅសែវតិចចឹងអានេះបើការងារយើងតឡើងយើងតឡើងយើងត្រូវឃើញ2ទេបើយើងតឡើងនៅរោងជាងយើងយកទៅដាក់ឃើញមេ2ហើយតែបើយើងកាត់នេះយើងត្រូវឃើញមេតែមួយឯងអានេះយើងលុបមេវាចោលមួយមកពីវិធីហ្នឹងហើយឃើញអត់ចឹងអូខេទ្វារខ្ញុំចង់ចឹងខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការធ្វើអាហ្នឹងបង្ហាញនៅក្នុងវីដេអូក្រោយដោយសារតែថ្ងៃនេះគឺឆ្លៀតទេឆ្លៀតមកទៅឃើញខានធ្វើវីដេអូយូរដោយសារមួយរយៈនេះដូចខ្ញុំនិយាយរវល់ច្រើនអ្នកនរគ្នាហើយអត់សូវស្រួលខ្លួនហងចឹងក៏បានធ្វើពេលយើងគូទូនេះអានេះវាមានរងអញ្ចឹងអានេះមុនយើងគូយើងនេះឲ្យហើយទៅព្រោះខាងនេះមានពាក់ព័ន្ធមួយទៅជាលេខម៉ានទៀតណាខ្ញុំអត់និយាយទេមួយទៀតប្រងយក3លីទៅបានហើយនេះមាន plugin គូរងទៀតណានេះគូរង2คลิกហើយតែនេះមិនឯងគ្រូណាស្រួលគ្រូខ្លួនឯងខ្លះនេះដែលយើងត្រូវគូទ្វារយើងអញ្ចឹងដើម្បីយើងគូទ្វារយើងគ្រាន់តែ select លើនេះមកនេះទ្វារដែលយើងចង់ក្នុង profile builder series គ្រាន់ឆក់លើវាមកហើយយកមកគូមកពីរយើង mirror វាមកស្លឹកលើទូលើមើលនេះ
យើងមិនចាំគួយគួរវាទឹកបាទត្រូវចឹងយើងចង់នេះធ្វើលើដែលយើងចង់ហើយនេះនេះគឺខ្ញុំចង់ខ្លួនឯងហើយណាអានេះឃើញគ្នានៅខ្មែរយើងមានគាត់លក់ដែរចឹងអានេះខ្ញុំអត់និយាយទេតែយល់ល្អអ្នកគ្នារៀនចងខ្លួនឯងទៅបានដឹងថាមួយណាយើងប្រើពេលណាមួយណាយើងប្រើពេលណាវាល្អជាងអូខេត្រូវហ៎ត្រូវចឹងអានេះយើងចង់ឲ្យវាដល់លើនេះយើងធ្វើម៉េចមាន2 plugin មាន30ចឹងគេត្រូវចូលទៅគ្រប់វាមកខ្ញុំប្រើ plugin មួយទៀតនេះសម្រាប់ streak វាចឹងមិញយើងអត់ streak ចូលគ្រប់ម្ដងមួយ streak ទេណាវាយូរការងារចឹងយើងអានេះមកតាមទៅលើមែន30ហើយនេះដូចគ្នាមកគួរទ្វារហើយផ្លាស្ទិកអានេះគឺយើងធ្វើដូចគ្នាអញ្ចឹងចឹងអានេះយើងចុះមែន269ដូចរងហើយហើយយើងត្រូវវាឃើញ face អូខេទ្វារកញ្ចក់អានេះគួរអូខេគួរទៅតាមចឹងឲ្យខ្ញុំនិយាយទ្វារកញ្ចក់តិចអឺទ្វារកញ្ចក់គឺចាត់ត្រចៀកចេះខ្ញុំគួរត្រចៀកខ្ញុំចង់ត្រចៀកឲ្យព្រោះអាទ្វារកញ្ចក់នេះបើយើងប្រើត្រចៀកនៅខាងក្រោមណាត្រចៀកក្រោមលើមួយលើនេះមួយអត់ឃើញត្រចៀកទ្វារទេអញ្ចឹងបើយើង render យល់ល្អយើងបើយើងចង់ detail ឲ្យវាកាន់តែច្បាស់ទៅលើរូបយើងគូរត្រចៀកដែរមកព្រោះអាទ្វារកញ្ចក់នេះយើងប្រើត្រចៀកខុសគ្នាបើថាយើង render អត់មានឃើញត្រចៀកទេបើន័យថាយើងប្រើត្រចៀកនេះនឹងក្រោមក្រោមលើក្រោមនេះមួយលើនេះមួយចឹងអាហ្នឹងគឺវាលាក់ត្រចៀក less frame ចុះអានេះមកគូរមួយទៀតចឹងអានេះគឺជារបៀបខ្ញុំវាមិនថារបៀបយើងគូរទេគ្រាន់ថាអានេះវាជាវិធីមួយក្នុងការគូរលឿនបើន័យថាយើងខ្ញុំប្រាប់ពីរបៀបក្នុងការគូរទៅអ្នកនរគ្នាថាតើយើងមានវិធីអីគេខ្លះក្នុងការគូរអាការងារចេះៗឲ្យលឿនព្រោះការងារចេះៗ
វាដដែលៗទេបើថាយើងចងវាហើយដូចការងារនៅក្នុងទូនេះពេលខ្លះយើងប្រើកែ1ពេលខ្លះយើងប្រើកែ2ពេលខ្លះព្យួររ៉ូបនេះហើយវាផ្លាស់ប្ដូរ accessory ទៅតាមclient ត្រូវការអញ្ចឹងទៅចឹងនេះខ្លែង accessory នេះគឺយើងទៅ check មើល accessory ដែលយើងមាន supplier ដែលគេឲ្យយើងមកយើងកែតាមហ្នឹងទៅតែជាទូទៅខាងក្នុងវាជាខ្ញុំចង់និយាយថាអានេះវាដូចជា simple មួយចឹងក្នុងការយើងទៅ customize accessory ក្នុងទូយើងពេលក្រោយតទៀតចឹងទៅចឹងអូមកថាខ្ញុំចង់គូទ្វារលើនេះមួយទៀតចឹងអានេះវាដូចជាយើងអាចនិយាយថាម៉េចការងារ Johnny Work ចឹងពេលអ្នកទាំងគ្នាគូអានេះហើយវាបង្កើតអីគេវាបង្កើតជា simple មួយសម្រាប់ធីមយើងគ្នាយើងឬក៏អ្នកធ្វើការជាមួយយើងក្នុងការកត់គូទៅអានេះខ្ញុំចងរៀបទុកមកហើយទុកប្រើពេលក្រោយព្រោះការងារចែកអឺយើងជួបច្រើនធ្វើការងារចែកច្រើនហើយភាគច្រើនម៉ូដវាតែទេត្រូវ frame ស្អាតទៀតដល់ខ្លះគូកញ្ចក់គឺកញ្ចក់នេះអត់តំស្អាតទេណារមិនអីច្បាស់ហើយមកនេះយើងវិញនេះគឺមិញខ្ញុំនិយាយពីរបៀបគូទូមួយហើយrailing នេះប្រកាន់ឯនេះក៏ខ្ញុំចងដែរនេះឃើញឥឡូវគឺពងពេញខ្ញុំប្រកាន់ឯនេះអូមួយទៀតខ្ញុំថាខ្ញុំនឹងនិយាយអំពីការ render បន្តិចទៅឃើញ GI version Inkscape ថ្មីនេះវារឿងស្អាតដែរកអ្នកនរអយកគូពីដែរហើយឃើញពីដើមគូ complete 4 click ហ៎ទៀតមកអត់សាំភ្នែកអូខេខ្ញុំចាប់យកមកស៊ីវិញអូខេឥឡូវខ្ញុំដាក់ GI
version ថ្មីជាអាចរៀងគ្រាន់បើជាងមុនស្មើដែលវាចាស់ចូលវានឹងស្អាតជាងមុនតែគាត់ថាវាប្រហែលជាមិនដល់កម្រិតDeFi ទេនៅនោះខ្ញុំប្រៀបធៀបត្រឹម DeFi ទៅបានហើយមិននិយាយដល់ V-Ray Fintech អីទេប្រហែលវាអត់ដល់កម្រិតDeFi ទេ quality ស្អាតជាងមុនប៉ុន្តែដូចរៀងយូរជាងមុនក្នុងការ render មួយរូបមួយនេះមិនគិតមិនដែរប៉ុន្តែរូបនេះរូបអត់តំយកអត់តំចូល Photoshop ទេណាអញ្ចឹងរូបយើងនៅចូល Photoshop ម្តងទៀតជាទូទៅសម្រាប់ការងារខ្ញុំនៅធ្វើ post production នៅ Photoshop ម្តងទៀតបានយើង final ហ្មងរូបរបស់យើងអញ្ចឹងរូបនេះបើយើងចូល Photoshop ម្តងទៀតគឺស្អាតជាងមុនណានេះរូប Zin ក៏យកជាការបានស្អាតតាមានអីការងារនេះអ្នកនរគ្នាជាទូទៅបើយើងយើង trim សមត្ថភាពរបស់យើងយើងមកដូចថាមក render ឲ្យភ្នែក client មើលខ្ញុំគិតថា Inkscape គឺអាចទទួលយកបានហើយលុះត្រាតែយើងចង់រុញសមត្ថភាពយើងឲ្យលក្ខណៈទៅ visualization អីអាហ្នឹងបើយើងប្រើកម្មវិធីផ្សេងៗតទៀតចឹងទៅតែបើមកត្រឹម render ឲ្យភ្នែក client មើលខ្ញុំគិតថា Inkscape នេះវាលើសហើយវាលើសពីទទួលយកបានហើយវាមិនអីទេប៉ុណ្ណេះសំខាន់ឲ្យអ្នកនរគ្នាសិតពលឺត្រូវមាន contrast ច្បាស់លាស់មកនេះពលឺចូលមកមាន contrast នៃភាពងឹតនេះអានេះបើវាជាអាយបារឹងជាងនឹងតិចទៀតខ្ញុំអាចនឹងប្រើវាព្រោះឥឡូវដូចនៅរឿងស្ទើសម្រាប់ភ្នែកខ្ញុំកន្លែងខ្មៅវាអត់តាមដាច់ល្អហើយ tool function control lighting ហ្នឹងវានៅរឿងតិចសម្រាប់ខ្ញុំប៉ុន្តែបើសម្រាប់គ្នាយើងនេះគឺខ្ញុំគិតថាអូខេអត់អីទេប៉ុណ្ណឹង